មនុស្សនៅជុំវិញយើងមាន3ប្រភេទទី1គឺជាមនុស្សដែលចង់ឃើញយើងជោគជ័យចង់ឃើញយើងរីកចម្រើនល្អអស់ពីចិត្តប្រភេទទី2គឺជាមនុស្សដែលធម្មតាហើយអាចចំពោះយើងហាក់មិនខ្វល់ពីភាពជោគជ័យឬបរាជ័យរបស់យើងនោះទេហើយមនុស្សចុងក្រោយគឺជាមនុស្សដែលនិន្ទាឈ្នានីសយើងមិនចង់ឃើញយើងជោគជ័យនោះឡើយតើបងប្អូនគិតថានៅជុំវិញខ្លួនបងប្អូនមានមនុស្សណាច្រើនជាងគេគ្រប់ដំណើរជីវិតរបស់មនុស្សយើងអ្វីដែលពិបាកជាងគេគឺការចាប់ផ្ដើមដូចជាថ្ងៃនេះនាងខ្ញុំចាប់ផ្ដើមធ្វើវីដេអូចែករំលែកពីដំណើរកម្សាន្តបទពិសោធន៍ផ្សេងៗទៅកាន់បងប្អូនខ្ញុំគ្រាន់តែត្រូវការមនុស្សជុំវិញជួយគាំទ្រវីដេអូរបស់នាងខ្ញុំប៉ុន្តែពេលនោះទើបនាងខ្ញុំដឹងថាតើមនុស្សនៅជុំវិញយើងអ្នកណាខ្លះជាមិត្តពិតប្រាកដអ្នកណាខ្លះជាមនុស្សហីអាវហើយអ្នកណាខ្លះគឺជាមនុស្សដែលមិនចង់ឃើញយើងជោគជ័យនេះជាការដកពិសោធន៍មួយដែលធ្វើឲ្យខ្ញុំដឹងថាតើមនុស្សជុំវិញខ្ញុំអ្នកណាដែលជាអ្នកគាំទ្រខ្ញុំពិតប្រាកដហើយអ្វីដែលខ្ញុំត្រូវធ្វើបន្តគឺខ្ញុំគ្រាន់តែចែករំលែកអ្វីដែលខ្ញុំគិតថាត្រឹមត្រូវទៅក្នុងបណ្ដាញសង្គមមិនរំពឹងការគាំទ្រពីមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារឬក៏មនុស្សជុំវិញខ្ញុំនោះទេពីព្រោះខ្ញុំដឹងថាមិនប្រកាសថាគេចង់ឃើញចង់មើលវីដេអូរបស់ខ្ញុំចង់ជួយកែលម្អខ្ញុំចង់ឃើញខ្ញុំរីកចម្រើននោះឡើយអ្នកមិនចាំបាច់ត្រូវការការគាំទ្រពីមនុស្សជុំវិញអ្នកទាំងអស់គ្នានោះទេតែអ្វីដែលត្រូវធ្វើគឺត្រូវប្រឹងអភិវឌ្ឍខ្លួនឯងឲ្យខ្លួនឯងរីកចម្រើនឲ្យខ្លួនឯងសម្រេចគោលដៅដែលខ្លួនឯងចង់ដើរពីព្រោះថាគោលដៅរបស់យើងនៅខាងមុខមានច្រើនទៀតយើងមិនចាំបាច់ងាកមើលមនុស្សជុំវិញយើងនោះទេបើទោះបីជាគ្មានអ្នកគាំទ្រយើងនៅថ្ងៃនេះក៏យើងនៅតែអាចដើរទៅដោយខ្លួនឯងនោះដែរ